លោកកម្លាំងសោមបាទលោកចេះវិទិតែភ្លេចវិជ្រើហើយមិនអាចចូលមកប្រឹក្សានៃការស្ដីការជាមួយលោកបានទេក្នុងពេលនេះពេលនោះលោកបានតែ4លោកនេះមកក្នុងបាទដោយលោកយល់ឃើញថាគឺបានជាបរិសុទ្ធកម្លាំងពេញជើងជាស្មារតីអាចចេះក្បួនច្បាប់ខ្មែរពីបុរាណខ្លះដើម្បីចូលមកពុកសម្បត្តិតើអាចចូលមកប្រជុំជំនុំការជាមួយលោកវិបាបានដែរយ៉ាងណាសូមទានជ្រាបសូមមានប្រសាសន៍ទានបាទយើងជួបលោកបានលេខមើលហើយណាមិនថាតែពិតទៅមិនមើលទេគឺមើលចង់តែម្ដងគឺថាដូចលោកមហាបាននិយាយពីខាងដើមឋានៈព្រៃនេះសម្ដីឧត្តមចេះទួសំល្អប្រពៃសោះតែខ្លួនជាត្រីសម្ដីទូលជាប្រពន្ធជាផងអាចធានារ៉ាប់រងនៅភារកិច្ចកាន់ខុសភាបដាការខ្លាកំណត់ប្រកាសបញ្ជូនលោកមេបាទខាងស្រីបាទទេលើកខុសភាមកទៅបានឥឡូវនេះលោកមហានេះហើយដែលគឺពិលពរមនុស្សបាទគឺបាទហើយទានបាទបើសិនជាអ្នកនេះហើយយើងឲ្យអ្នកជាមហាទេពសម្រាប់និយាយការជាមួយយើងជាបាទឯអ្នកខាងក្រោមជាមហាស្រីទទួលសុខខាងតាពារារាំងនៅឧបសគ្គផ្សេងៗឯអ្នកខាងឆ្វេងទទួលសុខខាងមហាភក្តីហើយដល់រៀបចំជួបជាកិត្តិយសដល់ខ្ពង់ខ្ពស់របស់យើងឲ្យយកពិសាហើយនឹងជួបយើងជាបាទផងអញ្ចឹងពីពេកមិញគឺថាលោកមហាភក្តីរៀបចំបានសំរុំល្អណាស់យើងពេញចិត្តណាស់អញ្ចឹងក៏សូមឲ្យលោកមហានឹងគឺបាទចាំបីលោកបាទពិសាគឺបាទអត់ទៀនទៅគឺចាប់ភ្ជាប់នឹងក្បាក់ដាក់ចំពីមុខនិយាយទំនុកទំនងអំពីពុកម៉ែចៅប្រុសបានទៅពោរខ្ញុំធ្វើជាអ្នកផ្លូវចៅមហាតាមលំអានបាទអញ្ចឹងសូមឲ្យលោកបាទម្ដងគ្នានេះខ្ញុំបាទសូមការអនុញ្ញាតអំពីខ្ញុំបាទសូមពីថ្ងៃមុនខែមុនខ្ញុំបាទមកមានប្រចាំស្ពានមួយនៅត្រៃឆ្លៃដំណឹងសូមកូនចៅលោកបាទឈ្មោះទឹកកញ្ចនាបាទជាកូនរបស់លោកសំរិទ្ធីអ្នកស្រីជាលីដាដែលនៅភូមិដងខាងជើងភូមិដងស្រុកបារាយខេត្តកំពង់ធំផនដែលអ្នកស្រីតាមរំដែលកូនប្រុសឈ្មោះផលឧត្តម